ការស្រឡាញ់មានន័យថាការផ្គត់ផ្គង់ការយកចិត្តទុកដាក់ទំនុកបម្រុងការព្រួយបារម្ភនិងការបំពេញរាល់សេចក្តីត្រូវការដែលខ្វះកន្លះដូចជាការស្រឡាញ់របស់ឪពុកម្ដាយចំពោះកូនគាត់តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់ចំពោះកូននិងបំពេញរាល់សេចក្តីត្រូវការរបស់កូនក្តីស្រឡាញ់រវាងស្វាមីនិងភរិយាក៏មិនខុសគ្នាដែរគឺតែងតែមានការព្រួយបារម្ភពីគ្នានឹកនានៅពេលដែលនៅឆ្ងាយពីគ្នាចង់ដឹងសុខទុក្ខនិងយោគយល់គ្នាស្របពេលដែលអ្នកកំពុងតែផ្ដល់ក្តីស្រឡាញ់ទៅកាន់អ្នកដទៃដោយច្រើនអ្នកក៏មិនត្រូវភ្លេចស្រឡាញ់ខ្លួនឯងជាពិសេសដែរការស្រឡាញ់ខ្លួនឯងគឺជាការព្យាយាមយល់ពីខ្លួនឯងព្យាយាមបំពេញសេចក្តីត្រូវការខ្លួនឯងព្រោះថារឿងខ្លះមិនចាំបាច់មានអ្នកដទៃមកជួយបំពេញឲ្យអ្នកឡើយពាក្យថាស្រឡាញ់អ្នកពុំអាចប្រើអំណាចប្រាក់យកទៅទិញបានឡើយការស្រឡាញ់កើតចេញពីចិត្តកើតចេញពីបេះដូងកើតចេញពីអារម្មណ៍ដែលអ្នកបញ្ចេញទៅកាន់ខ្លួនឯងឬទៅកាន់នរណាម្នាក់ដែលនៅក្បែរអ្នកប្រាក់អាចបង្កើតក្តីស្រឡាញ់បានត្រឹមតែសម្បកក្រៅនិងមានរយៈពេលកំណត់ណាមួយប៉ុណ្ណោះប៉ុន្តែការស្រឡាញ់ដែលកើតចេញពីបេះដូងគឺមិនអាចនិយាយកាត់ថ្លៃបានឡើយសូមអ្នកព្យាយាមផ្ដល់ក្តីស្រឡាញ់ដោយបេះដូងដោយភាពស្មោះត្រង់កុំប្រើអំណាចនៃប្រាក់ទៅបង្កើតក្តីស្រឡាញ់ឲ្យសោះព្រោះអ្នកនឹងគ្មានថ្ងៃបានក្តីស្រឡាញ់ពិតប្រាកដឡើយអ្នកបានត្រឹមតែក្តីស្រឡាញ់คล้ายៗមួយពេលប៉ុណ្ណោះតើអ្នកអាចអង្គុយរៀបរាប់អំពីក្តីស្រឡាញ់ដែលឪពុកម្ដាយរបស់អ្នកផ្ដល់ឲ្យអ្នកឬទេក្តីស្រឡាញ់ដែលកើតចេញពីបេះដូងក្តីស្រឡាញ់ដែលល្អឥតខ្ចោះក្តីស្រឡាញ់ដែលស្មោះត្រង់បំផុតក្នុងជីវិតរបស់អ្នកគឺជាក្តីស្រឡាញ់ដែលអ្នកទទួលបានពីឪពុកម្ដាយរបស់អ្នកនេះហើយអ្នកអាចស្អប់ឪពុកម្ដាយរបស់អ្នកឬខឹងឪពុកម្ដាយរបស់អ្នកនៅពេលដែលពួកគាត់ព្យាយាមហាមឃាត់មិនឲ្យធ្វើអ្វីមួយដែលអ្នកចង់ធ្វើអ្នកអាចទៅស្រឡាញ់អ្នកដទៃចូលចិត្តអ្នកដទៃជាងឪពុកម្ដាយរបស់អ្នកប៉ុន្តែអ្នកត្រូវចាំថាឪពុកម្ដាយរបស់អ្នកនៅតែព្យាយាមផ្ដល់ក្តីស្រឡាញ់ទៅកាន់អ្នកដោយមិនខ្វល់ពីអ្វីទាំងអស់មានបំណងតែមួយគត់គឺចង់ឲ្យកូនល្អចង់ឲ្យកូនខ្ពង់ខ្ពស់ប៉ុន្តែអ្នកត្រូវចាំថាមិនមែនរាល់ឪពុកម្ដាយសុទ្ធសឹងតែមានគុណពិសេសដោយការរៀបរាប់ឡើយសង្គមទាំងអស់ទាំងក្នុងអតីតកាលទាំងក្នុងបច្ចុប្បន្នកាលគឺតែងតែមានហើយនៅឪពុកម្ដាយដែលយកកូនទៅបោះបង់ចោលដោយគ្មានការទទួលខុសត្រូវអ្វីទាំងអស់មួយទៀតមានយុវជនជាច្រើនដែលព្យាយាមធ្វើអត្តឃាតដោយការខូចចិត្តត្បិតក្តីស្រឡាញ់ដែលខ្លួនបានលះបង់ទៅក្តីស្រឡាញ់ដែលបានកើតឡើងរវាងមនុស្សប្រុសនិងមនុស្សស្រីដែលយើងហៅថាស្នេហានោះវាងាយនឹងបាត់បង់ទៅវិញបំផុតបើអ្នកមិនបានគិតគូរឲ្យបានវែងឆ្ងាយអ្នកនឹងក្លាយជាឃាតករសម្លាប់ខ្លួនឯងដោយសារតែមនុស្សប្រុសម្នាក់ឬមនុស្សស្រីម្នាក់ដែលអ្នកស្រឡាញ់អំពើបែបនេះបញ្ជាក់ឲ្យឃើញថាអ្នកជាមនុស្សម្នាក់ដែលមិនបានផ្ដល់ក្តីស្រឡាញ់ដល់ខ្លួនឯងទេហើយអ្វីអ្នកត្រូវផ្ដល់ក្តីស្រឡាញ់ដល់អ្នកដទៃជាងខ្លួនឯងហ៊ានស្រឡាញ់ត្រូវហ៊ានត្រៀមចិត្តសម្រាប់ទទួលយកនៅរាល់រឿងរ៉ាវដែលបានកើតឡើងព្រោះមានរឿងខ្លះវាមិនអាចស្របតាមអ្វីដែលអ្នកចង់បានរហូតឡើយអ្នកត្រូវតែចេះបង្កើតក្តីស្រឡាញ់មួយបរិសុទ្ធសម្រាប់ខ្លួនឯងកុំបណ្ដោយឲ្យក្តីស្រឡាញ់របស់អ្នកមកសម្លាប់ជីវិតអ្នកហេតុផលទាំងនេះមកពីអ្នកជាមនុស្សដែលអាត្មានិយមចំពោះខ្លួនឯងមិនចេះស្រឡាញ់ខ្លួនឯងរងចាំតែក្តីស្រឡាញ់ពីគេបើគេមិនផ្ដល់ឲ្យអ្នកមិនអាចរស់បានអ្នកគួរតែមានការគិតគូរពិចារណាឲ្យបានល្អមុននឹងសម្រេចចិត្តធ្វើអ្វីមួយហើយបើអ្នកទល់ច្រកគិតអ្វីមិនចេញអ្នកគួរតែរកអ្នកពិភាក្សាកុំព្យាយាមសម្រេចចិត្តដោយសេចក្តីល្ងង់ខ្លៅ